បងប្អូនពុកម៉ែដែលមានឡានជិះហើយអត់តែចាប់អារម្មណ៍លៀងសន្តិជាឬជិះយូរឆ្នាំហើយនៅតែតិចធម្មតាតែពេលខ្លះតិចធម្មតាទេតែមើលកញ្ចែងហើយនឹងសុំក្នុងវិញដីច្រើនចឹងហើយបងប្អូនគួរណាកុំចាំតែខ្សោយតិចឬធំក្លិនដីជីកកាត់លូធំក្លិនធំផ្សែងចូលក្នុងឡានបានយកមកពិនិត្យពេលខ្លះទៅយើងប្រើយូរឆ្នាំពេកធ្វើឲ្យដីច្រើនឬអញ្ចឹងហើយបងប្អូនគួរតែ1ឆ្នាំជាងទៅ2ឆ្នាំយកមកពិនិត្យឬលាងសម្អាតចេញម្សាទៅកុំឲ្យឆាប់ពុកប្រច្រែងដូចជាឡានឆ្លាមមួយនេះចឹងអត់មានសបុកអែទេហើយដីច្រើនដាច់ប៉ងដាច់អីអស់ហើយជីចូលក្លិនធំក្លិនកាត់លូកាត់អីធំក្លិនចូលអានេះខ្ញុំលាងសម្អាតពេលយើងបានលាងសម្អាតបិទប៉ងចេះហើយខ្យល់ក៏ចេញលះក្លិនក៏លែងចូលដីក៏លែងសូវមានដែរមើលពួកព្រុសភាគច្រើនដីទាំងច្រើនចឹងអស់ដូចជា300នេះអត់សូវដីទេប៉ុន្តែមើលដាច់ប៉ងដាច់អីអស់ហើយអញ្ចឹងខ្យល់វាចេញអត់លះវាចេញបែកគេអត់ដែលរើលៀងទេគេហែកទៅចំហៀងពេលបានខ្ញុំរើលៀងអញ្ចឹងទៅបិទប៉ងអីចេះមកខ្យល់មកចេញលះហ្មងដូចព្រុសនេះអីអែសបុកអែមានប៉ុន្តែឡានបងប្រុសគាត់ទិញពីស្រុកគេមកគាត់ទិញតពីឃ្លាំងពេលនៅស្រុកគេគេអត់លៀងពេលយកមកដីវាច្រើនដីពេលប្រភេទកញ្ឆេងដីអញ្ចឹងហើយគឺលិចគេហើយដោយសារវាពុកហើយរាប់ឆ្នាំមិនដឹងប្រហែលឆ្នាំហើយតែគេអត់ដែលលាងសម្អាតទៅសិតតែកញ្ឆេងដីច្រើនពួកព្រុសប្រភេទព្រុសអូយមើលអានេះខ្ញុំរើតាប់ឡូចេញទៅមើលដីក្រាំងហ្មងដឹងប្រហែលឆ្នាំពីស្រុកគេមកគេអត់ដែលលាងសម្អាតពេលយើងបានដោះលាងសម្អាតទៅទី1វាបានយើងបើកម៉ាស៊ីនជែកមកវាអត់ធំក្លិនឈួលទី2បានសម្អាតកញ្ច្រែងឲ្យស្អាតល្អទី3យើងបានបិទប៉ងអានេះពេលខ្ញុំប្របែកអាគ្រឿងក្នុងវាសុំអីយកមកលាងសម្អាតអានេះលាងសម្អាតបិទប៉ងថ្មីមួយសេតហើយមើលពេលយើងលាងសម្អាតយើងចាប់ចូលវិញមើលសុំឃើញស្អាតល្អហើយអត់មានដីទេជូតដីជាប់ឆ្អឹងជាប់សុំអីឲ្យអស់ហើយដាក់ទៅវាអត់ធំក្លិនហើយខ្យល់ក៏ចេញលះហើយតិចខ្លាំងណាស់បើនិយាយពីសយោវិញញើសអានេះក៏ដោះលាងដែរសយោញើសតិចល្អ